សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ admin មានប្រឡំលោកបែបមនោសញ្ចេតនាមួយយកមកសម្រាប់ជជូនបងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តដែលសាច់រឿងនេះផងដែរគឺទស្សនៈរបស់យើងបានចូលទៅធ្វើការនៅក្នុងក្រុមហ៊ុនមួយដែល CEO ក្រុមហ៊ុនត្រូវទៅជាអតីតសង្សារចាស់របស់នាងកាលនាងសិក្សានៅបរទេសតែនៅពេលដែលពួកគេជួបគ្នាសាជាថ្មីនៅក្នុងក្រុមហ៊ុនតើពួកគេទាំងពីរនាក់អាចត្រឡប់មកស្រឡាញ់គ្នាម្ដងទៀតឬក៏យ៉ាងណាដើម្បីចង់ដឹងសាច់រឿងរបស់យើងតើចូលទៅតាមដានការសម្រាយរបស់ admin ទាំងអស់គ្នាផ្ដើមសាច់រឿងដំបូងគេបានបង្ហាញអំពីតួឯកស្រីរបស់យើងដែលនាងមានឈ្មោះថាជាងមីងលីថ្ងៃនេះជាថ្ងៃចូលធ្វើការដំបូងរបស់នាងនៅក្នុងក្រុមហ៊ុន Lenchi ដែលជាក្រុមហ៊ុនមួយដែលមានអំណាចជាងគេនៅក្នុងប្រទេសចិនមួយសន្ទុះក្រោយមកបុគ្គលិកក្រុមហ៊ុនក៏នាំគ្នាជ្រួតជ្រើមដោយសារថ្ងៃនេះក៏ជាថ្ងៃដែលកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុនត្រឡប់មកពីបរទេសនិងមកកាន់តំណែងជានាយកគ្រប់គ្រងជំនួសឪពុករបស់គាត់ភ្លាមនោះក៏មានឡានទំនើបមួយបើកមកឈប់នៅមុខក្រុមហ៊ុន Lenchi ហើយក៏លេចវត្តមានបរិសុទ្ធសង្ហាម្នាក់ចេញពីក្នុងឡានដែលបរិសុទ្ធម្នាក់នោះគឺជាតួឯកប្រុសរបស់យើងនឹងឯងដែលគាត់មានឈ្មោះថា Lenchiតួស្រីរបស់យើងឃើញដូច្នេះក៏ភ័យបន្តិចដែរព្រោះអីតួប្រុសដែលជាចៅហ្វាយនាងរបស់នាងគឺជាគូសត្រូវរបស់នាងកាលនាងសិក្សានៅឯបរទេសហើយតួស្រីក៏លួចនិយាយម្នាក់ឯងតិចថាហេតុអ្វីខ្ញុំត្រូវមកជួបមនុស្សដែលខ្ញុំស្អប់បែបហ្នឹងសំខាន់គេក៏ជាចៅហ្វាយរបស់ខ្ញុំទៀតតើខ្ញុំគួរធ្វើដូចម្តេចទៅអូប្រហែលគេចាំខ្ញុំមិនបានទេមើលទៅព្រោះពួកយើងជួបគ្នាតាំងពី3ឆ្នាំមុនទេតាប្រហែលគេចំណាំខ្ញុំមិនបានទេនិយាយរួចតួស្រីរបស់យើងក៏ងាកមុខមកវិញក៏ស្រាប់តែភ្ញាក់ព្រឹតពីព្រោះតួប្រុសបានឈរជិតនៅទល់មុខនាងតែម្ដងពេលនោះតួប្រុសសួរទៅកញ្ញាជាងមីងលីដែលជាតួស្រីរបស់យើងថាតើនាងជាបុគ្គលិកថ្មីមែនទេបានជាមកឈរលីលើមិនដឹងថានេះគឺជាផ្លូវដែលនាយកគ្រប់គ្រងក្រុមហ៊ុនដើរបែបហ្នឹងពេលនោះតួស្រីភ័យមែនទែនដោយនាងគិតថាតួប្រុសប្រកាសជាមើលនាងស្គាល់ហើយនឹងបណ្ដេញនាងចេញពីក្រុមហ៊ុនជាមិនខានទាំងដែលនេះគឺជាថ្ងៃដំបូងដែលនាងបានចូលធ្វើការនៅក្នុងក្រុមហ៊ុននេះសោះហើយនាងព្រមទាំងបាននិយាយសុំទោសទៅកាន់តួប្រុសរបស់យើងថាចំពោះរឿងពួកយើងកាលពី3ឆ្នាំមុនសូមលោកបំភ្លេចវាចោលទៅហើយចាត់ទុកថាវាគ្រាន់តែជាសុបិនអាក្រក់ទៅចោះសូមលោកកុំដេញខ្ញុំចេញពីក្រុមហ៊ុនអីព្រោះនេះគឺជាការងារដំបូងដែលខ្ញុំបានធ្វើក្រោយពេលខ្ញុំបញ្ចប់ការសិក្សាពីបរទេសមកភ្លាមនោះកំឡោះសង្ហារបស់យើងក៏តបទៅវិញភ្លាមថានាងជានរណាហេតុអ្វីហ៊ាននិយាយបែបនេះមកកាន់ខ្ញុំឆាប់ចេញពីផ្លូវរបស់ខ្ញុំទៅខ្ញុំមានការងារច្រើនណាស់ដែលត្រូវធ្វើអញ្ចឹងខ្ញុំគ្មានពេលមកចេះដឹងរឿងរបស់អ្នកនាងនោះទេពេលលើតួប្រុសនិយាយដូច្នេះតួស្រីរបស់យើងក៏ជាពីផ្លូវឲ្យតួប្រុសរបស់យើងដើរទៅចំណែកឯនាងក៏គិតក្នុងចិត្តថាតើគេប្រកាសជាភ្លេចខ្ញុំមែនទេបើអញ្ចឹងមែននោះវាពិតជាល្អខ្លាំងណាស់ព្រោះនាងមិនត្រូវគេដេញចេញនោះទេគិតរួចហើយក៏ដើរទៅកន្លែងធ្វើការរបស់នាងបាត់ទៅយើងក្រឡេកមកមើលតួប្រុសរបស់យើងវិញពេលមកដល់ក្នុងអอฟហ្វិសរបស់គាត់ភ្លាមគាត់ក៏ស្រាប់តែនិយាយឡើងថាយើងជួបគ្នាម្ដងទៀតហើយកញ្ញាជាងមីងលីបើយើងស្ដាប់មកដល់ចំណុចនេះយើងដឹងច្បាស់ថាតួប្រុសគឺមិនបានភ្លេចតួស្រីរបស់យើងនោះទេគឺគេគ្រាន់តែធ្វើជាមិនចាំតែប៉ុណ្ណោះរួចញញឹមបន្តិចក៏ចាប់ផ្ដើមធ្វើការងាររបស់គាត់ទៅឥឡូវយើងកាត់ទៅដល់ពេលត្រូវញ៉ាំអាហារថ្ងៃត្រង់លេខារបស់តួប្រុសបានទៅហៅតួស្រីឲ្យចូលទៅជួបតួប្រុសនៅក្នុងអอฟហ្វិសរបស់គាត់ហើយតួស្រីក៏ដើរចូលទៅជួបតួប្រុសដោយមិនខ្វល់អ្វីច្រើនឡើយព្រោះនាងគិតថាតួប្រុសមិនបានស្គាល់និងមិនបានចាំថានាងគឺជានរណានោះទេពេលចូលទៅដល់ភ្លាមកញ្ញាជើងមីងលីរបស់យើងក៏សួរទៅកាន់លោកកំឡោះ CEO ថាតើលោកនាយកលីនមានអ្វីឲ្យខ្ញុំធ្វើមែនទេសូមនិយាយមកចុះតួប្រុសរបស់យើងពេលឃើញតួស្រីចូលមកដល់ក៏និយាយទៅកាន់តួស្រីរបស់យើងថាពេលរសៀលនេះ
អ្នកនាងត្រូវមានការងារចាញ់ទៅក្រៅជាមួយខ្ញុំអញ្ចឹងសូមត្រៀមខ្លួនឲ្យហើយទៅក្រោយញ៉ាំបាយថ្ងៃត្រង់រួចខ្ញុំនឹងចាក់ចែងទៅពេលនោះកញ្ញាមីងលីរបស់យើងបានសួរទៅទូប្រុសវិញថាចុះលេខារបស់លោកគាត់រវល់មែនទេទើបចាំបាច់ជានាំខ្ញុំទៅបែបនេះកំឡោះសង្ហាលិនឈីងក៏តបវិញទាំងទឹកមុខមាំថាអំបញ្ញមិញក្រែងនាងនិយាយថាមានការងារអ្វីឲ្យប្រាប់នាងមានទេតួស្រីឮដូច្នេះក៏លែងតបវិញឯតួប្រុសឃើញមុខតួស្រីដូចខឹងអញ្ចឹងគាត់ក៏លួចញញឹមតិចម្នាក់ឯងរួចក៏ឲ្យតួស្រីចេញទៅក្រៅវិញទៅសាច់រឿងរបស់យើងក៏កាត់មកដល់គ្រួសាររបស់តួឯកស្រីរបស់យើងវិញម្ដងឪពុករបស់តួស្រីបាននិយាយទៅកាន់ប្រពន្ធរបស់គាត់ថាពេលនេះកូនស្រីរបស់យើងនាងបានរៀនចប់និងមានការងារធ្វើហើយតើអូនគិតយ៉ាងណាប្រសិនបើបងចង់ឲ្យនាងរៀបការជាមួយបរិសណាម្នាក់ពេលនោះប្រពន្ធរបស់គាត់ក៏តបទៅវិញថាអូនក៏គិតបែបហ្នឹងដែរក៏ប៉ុន្តែអូនមិនដឹងថាឲ្យបរិសណាម្នាក់រៀបការជាមួយកូនស្រីរបស់យើងឡើយពីព្រោះបងក៏ដឹងស្រាប់ហើយថាកូនស្រីរបស់យើងនឹងជាមនុស្សរឹងរូសប៉ុណ្ណានោះវាមិនងាយទេដែលឲ្យនាងរៀបការឪពុកតួស្រីបានតបទៅវិញថារឿងនេះអូនកុំភ័យអីព្រោះបងបានគិតរួចហើយថាឲ្យកូនរបស់យើងរៀបការជាមួយកូនមិត្តភក្តិរបស់បងដែលគេមានឈ្មោះថាឈឹងវ៉ាន់ហើយណាមួយនាងក៏ធ្លាប់ស្គាល់គ្នាតាំងពីក្មេងៗដែរដូចនេះបងគិតថាគេអាចមើលថែកូនរបស់យើងបានម្ដាយតួស្រីក៏មិនបានតបអ្វីទៀតដែរក៏ជន់ឯពេលនោះតួស្រីរបស់យើងក៏បានត្រឡប់មកពីធ្វើការវិញហើយម្ដាយតួស្រីក៏បានហៅតួស្រីរបស់យើងឲ្យមកជិតគាត់មានរឿងចង់និយាយជាមួយនាងពេលតួស្រីមកដល់ភ្លាមម្ដាយឪពុករបស់នាងក៏បាននិយាយរឿងដែលពួកគាត់បាននិយាយគ្នាអំបញ្ញមិញនេះទៅកាន់នាងពេលនោះតួស្រីរបស់យើងក៏បានតបវិញថាចំពោះរឿងរៀបការនាងមិនទាន់គិតគូរនោះទេព្រោះនាងទើបទទួលបានការងារថ្មីនាងមិនចង់ឲ្យមានការរំខានដល់ការធ្វើការងាររបស់នាងនោះទេរួចកញ្ញាស្រីស្រស់របស់យើងក៏លាឪពុកម្ដាយរបស់នាងនឹងឡើងទៅបន្ទប់គេងរបស់នាងបាត់ទៅថ្ងៃស្អែកក៏បានមកដល់កញ្ញាមីងលីបានរៀបចំខ្លួនទៅធ្វើការតាមធម្មតានៅពេលដែលនាងកំពុងធ្វើដំណើរនៅតាមដងផ្លូវក៏បានជួបគ្នាជាមួយតួឯកប្រុសរបស់យើងដោយយើងបានដឹងស្រាប់ហើយថាតួស្រីនិងតួប្រុសរបស់យើងមិនត្រូវគ្នាតាំងពីនៅរៀននៅបរទេសមកម្ល៉េះគ្រាន់តែតួប្រុសធ្វើជាមិនចាំអញ្ចឹងហើយពេលជួបតួស្រីច្បាស់ណាស់ថាគេនឹងធ្វើបាបតួស្រីរបស់យើងតួប្រុសគ្រាន់តែបានឃើញកញ្ញាមីងលីរបស់យើងភ្លាមក៏រករឿងនាងភ្លាមគឺតួប្រុសបាននិយាយទៅកាន់តួស្រីរបស់យើងថាក្រុមហ៊ុនរបស់ខ្ញុំចូលធ្វើការនៅម៉ោង 7:30 នាទីព្រឹកប្រសិនបើនាងទៅយឺតតែ1នាទីនោះនៅថ្ងៃស្អែកគឺមិនចាំបាច់ត្រឡប់ទៅធ្វើការនោះទេតួស្រីរបស់យើងឮដូច្នេះនាងខឹងភ្លាមតែម្ដងហើយនិយាយឌឺដងឲ្យទៅតួប្រុសរបស់យើងទាំងមុខញញឹមថាសុំទោសលោកនាយកលិនថ្ងៃក្រោយលោកគួរតែទិញវ៉ែនតាពាក់ទៅដើម្បីមើលផ្លូវឲ្យឃើញច្បាស់ជាងនេះលោកមិនដឹងទេមែនទេថាពេលនេះគឺផ្លូវកំពុងតែស្ទះខ្លាំងឬក៏ភ្នែកលោកមានបញ្ហាចាំខ្ញុំនាំលោកទៅមន្ទីរពេទ្យក៏បានដែរកំឡោះសំខាររបស់យើងធ្លាប់តែឌឺដងឲ្យគេដល់ពេលនេះតួស្រីនិយាយឌឺដងឲ្យវិញគេក៏មានចិត្តខឹងដែរស្របពេលនោះក្រឡេកទុំឃើញលេខារបស់ខ្លួនលួចសាយទៀតគេក៏កាន់តែខឹងថែមទៀតរួចក៏និយាយទៅកាន់លេខារបស់ខ្លួនទាំងមុខមាំថាតើឯងចង់បានចៅហ្វាយថ្មីនិងការងារថ្មីមែនទេក៏ឈប់សើចវិញទៅបន្ទាប់មកកំឡោះសង្ហាររបស់យើងក៏តបទៅកាន់កញ្ញាមីងលីវិញថាខ្ញុំមិនខ្វល់អ្វីដែលសំខាន់នាងត្រូវតែទៅដល់ក្រុមហ៊ុនឲ្យបានមុនខ្ញុំបើមិនអញ្ចឹងទេនាងត្រៀមតែរកការងារថ្មីឲ្យហើយទៅកញ្ញាជាងមីងលីចាសសូមអរគុណហើយសាច់រឿងរបស់យើងភាគទី1ក៏សូមបញ្ចប់ទៅត្រឹមនេះសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមតាមដានស្ដាប់ការសម្ដែងរបស់ admin តាំងពីដើមរហូតដល់ចប់
admin ក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយចុច like ចុច share និងដាក់រូបកណ្ដឹងដើម្បីទទួលបានភាពថ្មីៗជាបន្តបន្ទាប់ទៀតសូមអរគុណ